លោកគ្រូកុំខឹងអីណាកុំប្រកាន់ខ្ញុំអីណាលោកគ្រូលោកគ្រូឈប់ខឹងទៅណាញ៉ាំតែបន្តិចទៅគ្រាន់បានត្រជាក់ចិត្តកុំស្មានតែឯងយកចិត្តអញ្ចឹងហើយគ្រូបាត់ខឹងនោះដល់ពេលដែលឯងត្រូវចុះពីភ្នំហើយលោកគ្រូហាកុំខឹងទៀតអីណាចាំខ្ញុំច្របាច់ស្មាឲ្យណាច្របាច់ស្មាអូយមកអញហើយបាក់ឆ្អឹងស្មាញបាត់អញមិនក៏ភ្លេចគិតវើយនាងនេះឆ្លងផុតគ្រោះមហន្តរាយតាលូដែលលោកបាត់ទៅហើយឆ្អឹងចាស់របស់អញទ្រាំមិនបានទៅលោកគ្រូកាត់អីហ្នឹងអត់ស្រួលខ្លួនទេអត់មានកម្លាំងសោះហ្មងមិនអាចឲ្យមីនាងនេះវាបានចិត្តទេមិនគួរណាអញ្ចឹងសោះខ្ញុំបញ្ចេញកម្លាំងខ្លាំងណាស់តើអូប្រកាសជាមកពីលោកគ្រូខ្លាំងពេកហើយកម្លាំងខ្ញុំប៉ុណ្ណេះគ្រាន់តែដូចអេះឲ្យលោកគ្រូប៉ុណ្ណោះត្រូវតែបញ្ចេញកម្លាំងថែមទៀតទើបបានអូយនេះហើយជាកម្លាំងរបស់ដាឡូនោះឆ្អឹងចាស់ដូចអញប្រហែលត្រូវនាងនេះច្របាច់តតែញាប់មិនខានលោកគ្រូកុំខឹងទៀតអីណាយ៉ាងច្រើនចាំខ្ញុំរករបស់មានតម្លៃសងលោកគ្រូវិញទៅបានហើយឯងដល់វ័យត្រូវចុះពីភ្នំដើម្បីវឹកហាត់ហើយកាលនោះគ្រូបានឃើញឯងនៅជើងភ្នំពេលឃើញឯងក្នុងខ្លួនឯងមានបន្តោងត្បូងពាក់កណ្ដាលនេះឯងយកវាទៅចុះរួចចុះពីភ្នំទៅរកសាច់ញាតិរបស់ឯងទៅលោកគ្រូខ្ញុំមិនចុះពីភ្នំបានអត់បើឯងមិនចុះធ្វើម៉េចនឹងរកសាច់ញាតិឃើញទៅបើរកសាច់ញាតិមិនឃើញតើបានអីមកសងរបស់គ្រូវិញយកទៅឲ្យចាំទុកណាក្បាច់គុណឯងនៅទៀបណាស់កុំឲ្យគេដឹងឲ្យសោះថាឯងចេះក្បាច់គុណបើមិនអញ្ចឹងទេពួកបិសាចកំណាចទាំងនោះនឹងមករកឯងមិនខានចាលោកគ្រូខ្ញុំយល់ហើយបើក្នុងករណីចាំបាច់ត្រូវតែបញ្ចេញក្បាច់គុណនោះត្រូវធ្វើឲ្យវាភ្លេចរឿងនេះឬក៏សម្លាប់វាចោលតែម្ដងទៅមុនពេលឯងចុះពីភ្នំគ្រូសុំសួរឯងមួយសំណួរទៀតចាលោកគ្រូសុំសួរមកពេលចុះពីភ្នំបើឯងឃើញគេធ្វើបាបអ្នកខ្សោយតើឯងត្រូវធ្វើម៉េចទី1វាដើម្បីជួយគេទី2ពួននៅកន្លែងងឹតហើយលួចគប់ព្រួញដាក់វាទី3ធ្វើពុតជាមិនចេះក្បាច់គុណហើយលួចរាយការណ៍ប្រាប់ប៉ូលីសខ្ញុំជ្រើសរើសទី1ព្រោះការជួយជីវិតមនុស្សសំខាន់បំផុតហើយហើយឯងនៅខ្ចីណាស់ចុះបើចៃដន្យគេក៏លាក់ក្បាច់គុណដែរនោះអញ្ចឹងវាមិនគ្រោះថ្នាក់ពេកទេអីអូយល់ហើយលោកគ្រូពិតជាគិតបានល្អិតល្អន់មែនទុកឱកាសឯងម្ដងទៀតឯងរើសមួយណាខ្ញុំរើសទី4ធ្វើពុតជាមិនឃើញរួចលួចវោថ្មទៅល្អឯងពិតជាពូកែជាងគ្រូទៅទៀតតោះចុះពីភ្នំទៅចុះលោកគ្រូថ្ងៃក្រោយពេលគ្មានខ្ញុំលោកគ្រូត្រូវថែរក្សាសុខភាពខ្លួនឯងឲ្យបានល្អណាស់ពេលខ្ញុំរកសាច់ញាតិឃើញខ្ញុំនឹងត្រឡប់មកវិញទីបំផុតចុះពីភ្នំបាត់ទៅហើយបើមិនអញ្ចឹងទេច្បាស់ជាត្រូវមីនាងនេះវាងាប់មិនខានខ្ញុំច្បាស់ជាត្រឡប់មកវិញមិនខានទៅមីនាងនេះវាមានកម្រិតក្បាច់គុណតាលូទៅហើយនៅក្រោមភ្នំនេះប្រហែលគ្មាននរណាអាចស៊ីវាបានទេរឿងគេដឹងថាចេះក្បាច់គុណជារឿងតូចតាចទេតែបើលេងដល់ថ្នាក់ស្លាប់មនុស្សអានឹងទើបរឿងធំល្អតាអូយមិនដឹងថា20ឆ្នាំកន្លងផុតទៅតើខ្ញុំអាចរកសាច់ញាតិឃើញដែរឬអត់ទេកុំរត់ឈប់ភ្លាមឈប់ទីក្រុងធំពិតជាលយមែនសំបីតែតាមចិញ្ចើមថ្នល់ក៏មានឈុត Fast Furious ដែរហ្មង这山下应该没有人是他的对手啊！这识破修为事小，要是闹出个人命啥的，就不好了。